មិនក៏ក្របីជុះចេញដុំថ្មអញ្ចឹងចម្លែកម្លេះខ្ញុំមិនយល់ទេហេតុអីព្រះបិតាឲ្យខ្ញុំមានប្តីកិរិយាមិនច្រឡំនឹងគេបែបនេះខ្ញុំមិនសុខចិត្តទេផលរបស់ខ្ញុំបានត្រឹមតែហូបឆ្អែតឯសំណាងរបស់លោកបានជួយដល់ត្រឹមសោយរាជតែទ្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបានរឿងផលសំណាងប្រាជ្ញាមានសេចក្តីនិទានថាមានពេលមួយប្រាជ្ញាសំណាងផលទាំង3នាក់បានមកប្រជុំគ្នាប្រាជ្ញាអាងអួតឡើងថាមានឫទ្ធិពូកែជាងសំណាងនិងផលឯសំណាងអួតអាងឡើងថាមានឫទ្ធិធំពូកែជាងប្រាជ្ញានិងផលអាងអួតឡើងថាមានឫទ្ធិជាងប្រាជ្ញានិងសំណាងអ្នកទាំង3មានសេចក្តីអំនួតតែសពរៀងខ្លួនមិនដឹងជាខាងអ្នកណាមានឫទ្ធិអនុភាពជាងខាងណាទើបចង់សាឡបងឫទ្ធិគ្នាមើលបានជាពួកយើងមិនដឹងថាអ្នកណាខ្លាំងអ្នកណាខ្សោយដូច្នេះហេតុអីយើងមិនសាឡបងឫទ្ធិជាមួយគ្នាតែម្ដងទៅអ្នកទាំងពីរយល់យ៉ាងណាដែរជាគំនិតល្អណាស់លោកទេវតាប្រាជ្ញាបើពួកយើងប្រកែកគ្នានៅទីនេះក៏គ្មានប្រយោជន៍អីដែរបែបនេះយើងគួរតែចុះទៅឋានកណ្ដាលស្វែងរកអ្នកដែលស័ក្តិសមកុំអាលបង្អង់យូរអីអ្នកទាំង3នាក់បណ្ដាលគ្នាទៅឋានមនុស្សលោកក៏មើលទៅឃើញមានមនុស្សម្នាក់ជាអ្នកក្រកំសត់នៅជាខ្ញុំបម្រើសេដ្ឋីហើយសេដ្ឋីឲ្យបុរសនោះខ្វៀលគោក្របីរកតែសម្ពុតអាវនិងស្លៀកពាក់គ្មានមនុស្សនោះល្ងងមិនស្គាល់ខុសត្រូវចេះដឹងតែខ្វៀលក្របីប៉ុណ្ណោះបើទេផលអាងអួតថាខ្លួនក្រាន់បើសូមទ្រង់ទៅជួយមនុស្សដែលជាខ្ញុំសេដ្ឋីម្នាក់នេះតើបានក្រាន់បើយ៉ាងដូចម្ដេចឡើងបានលោកទេវតាទាំងពីរចាំមើលឫទ្ធិរបស់ខ្ញុំចុះពេលនោះផលក៏បានទៅជួយចៅមាណពម្នាក់នោះអ្នកទាំងពួងចេះតែនឹកអាណិតមនុស្សម្នាក់នោះហើយក៏យកចំណីទៅឲ្យខ្ញុំបម្រើសេដ្ឋីម្នាក់នោះស៊ីពុំមានខ្វល់ថាជាចំណីអ្វីសោះឡើយណែក្មួយយកនំនេះទៅទុកហូបចុះណាចាំថ្ងៃស្អែកបើក្មួយឃ្លានអាចប្រាប់មីងបានចាំមីងយកមកឲ្យក្មួយទៀតខ្ញុំអរគុណមីងខ្លាំងណាស់មីងតែផលជួយកម្លាំងដល់បានតែត្រឹមស៊ីពុំមានខ្វះឡើយផលនឹកគិតជួយមនុស្សនោះអ្វីតទៅទៀតមិនបានទៅពេលនោះប្រាជ្ញាសំណាងបានសួរទៅផលថាលោកទេវតាអាចជួយមនុស្សបានយ៉ាងណាតទៅទៀតអំណាចខ្ញុំជួយមនុស្សបានតែប៉ុណ្្នឹងទេបើដូច្នេះទុកឲ្យទេវតាសំណាងខ្ញុំរក្សាចៅនេះម្ដងចុះគ្រានោះសំណាងបានទៅជួយមនុស្សនោះទៀតឯមនុស្សនោះលុះសំណាងបានទៅជួយក្របីដែលខ្វៀលទាំងប៉ុន្មានជុះលីមួកមកដាក់ក្នុងក្រោលនោះក៏សុទ្ធតែប្រែក្លាយជាដុំពេជ្រទាំងអស់ភ្លឺពេញក្រោលមិនក៏ក្របីជុះចេញដុំថ្មអញ្ចឹងចម្លែកម្លេះភ្លឺចង់ខ្វាក់ភ្នែកទៅហើយបុរសដែលខ្វៀលក្របីនោះមិនស្គាល់ជាដុំពេជ្រសោះហើយក៏យកអាចក្របីនោះមួយដុំយកមកចងនឹងចុងខ្សែក្របីក្រវីលេងភ្លឺប្រងព្រាតគេក៏មិនបានខ្ចីមិនបានជឿបងចង់ណាកល្យានកុំដល់ទៅ100,000 1លាន 1000ក៏គ្មាន100ក៏គ្មាន1រៀលក៏គ្មានគឺមានតែចិត្តស្មងទេក្ដុំឆែបប៊ីបកាប់មុខស្លាប់ទៅហើយចៅមាណពដេញក្របីទៅខ្វៀលជារៀងរាល់ថ្ងៃដល់ដេញក្របីទៅផឹកទឹកនៅបាតសមុទ្រក៏ក្រវីខ្សែក្របីនោះលែងជាធម្មតានិយាយពីនាយសំពៅដែលបើកសំពៅក្នុងសមុទ្រត្រូវភ្នែកនឹងអំណាចរន្ទះពេជ្រដែលបុរសនោះក្រវីលែងក៏ក្រឡេកដេញតាមអំណាចពេជ្រដែលភ្លឺនោះពួកឯងឆាប់ទៅបើកសំពៅតាមពន្លឺនោះភ្លាមទៅឲ្យលឿនឡើងបាទលោកម្ចាស់នាយសំពៅក៏បើកសំពៅចូលមកឃើញបុរសនោះក្រវីពេជ្រលេងក៏សួរទៅបុរសនោះអ្នកកំឡោះបានរបស់នេះមកពីណាមករបស់នេះជាអាចក្របីដែលខ្ញុំខ្វៀលនេះនាយសំពៅឮដូច្នេះក៏គិតក្នុងចិត្តថាមនុស្សនេះល្ងងមិនស្គាល់បំពេញបែរជានិយាយថាជាអាចក្របីទៅវិញគួរឲ្យអស់សំណើចណាស់
នាយសំពៅក៏បានសួរទៅបរោះនោះបន្តទៀត ឯងគ្មាននេះជាក្របីឯងឬក្របីណាអូនេះជាក្របីរបស់លោកមហាសេដ្ឋីខ្ញុំនៅជាខ្ញុំបម្រើសេដ្ឋីតាំងពីដូនតារហូតមកដល់ឪពុកម្ដាយដល់មកដល់ខ្ញុំជាកូនទៀតចៅឯងជំពាក់សេដ្ឋីប្រាក់ប្រមាណតម្លឹងឪពុកម្ដាយខ្ញុំនិយាយប្រាប់ខ្ញុំថាជីដូនជីតាខ្ញុំគាត់ជំពាក់លោកសេដ្ឋីប្រាក់ដើម 1000 តម្លឹងចុះក្របីដែលជុះអាចនៅក្នុងក្រោលចៅឯងនេះមានប្រមាណដែលមានពន្លឺដូចជារបស់អ្នកឯងកាន់លេងនេះ បរោះនោះបានប្រាប់ទៅនាយសំពៅវិញថា អូអាចក្របីដែលដូចជាដុំដែលខ្ញុំកាន់មកនេះគឺពេញតែក្រោលក្របីដែលគ្មាននោះបុរសនេះជាមនុស្សមានសំណាងណាស់តែមិនស្គាល់ពេជ្រព្រោះដោយក្តីល្ងងចៅឯងព្រមធ្វើជាកូនយើងនឹងយកឯងទៅថែរក្សាធ្វើជាកូនខ្ញុំនៅនឹងលោកមិនបានទេព្រោះខ្ញុំនៅជំពាក់ប្រាក់លោកសេដ្ឋីមិនអីទេឲ្យតែចៅឯងព្រមទៅនៅជាកូនយើងនឹងយកប្រាក់ 1000 តម្លឹងទៅលួសពីលោកសេដ្ឋីរីឯអាចក្របីដែលជុះមកក្នុងក្រោលទាំងប៉ុន្មានត្រូវយកដាក់ក្នុងសំពៅយើងទៅបើលោកម្ចាស់និយាយដូច្នេះទៅហើយបើខ្ញុំមិនយល់ព្រមទេវាដូចជាមិនសម បរោះនោះក៏ព្រមតាមនាយសំពៅនាយសំពៅក៏បានយកប្រាក់ 1000 តម្លឹងទៅលួសពីសេដ្ឋីរួចក៏ទៅកៅពេជ្រយកពីក្នុងក្រោលក្របីគេនាំគ្នាយកអាចក្របីយកទៅធ្វើអីណោះចម្លែកដល់ហើយហើយយ៉ាលើកថ្នមខ្ទេចខ្ទីអស់ឥឡូវហើយហើយបាទលោកម្ចាស់លុះនាយសំពៅកៅពេជ្រដាក់ផ្ទុកក្នុងសំពៅអស់ហើយក៏បើកសំពៅចេញទៅពេលទៅដល់ទីលំនៅផ្ទះនាយសំពៅក៏គិតពិចារណានឹងប្រពន្ធថាកូនយើងនេះជាមនុស្សល្ងងម្លេះឥឡូវយើងចាត់ទៅធ្វើចំនួនគិតគូររបស់អ្វីមិនកើតបើដូច្នេះគួរយើងទៅដល់នឹងកូនស្ដេចឲ្យធម្មតាស្ដេចនៅតែស្ងៀមគ្មានគិតគូរអ្វីទេបើកូនយើងបានធ្វើជាស្ដេចប្រហែលជាមិនអីទេលោកប្តីនិយាយនេះក៏សមហេតុផលដែរអញ្ចឹងសម្រេចតាមនឹងចោះជំនុំព្រមព្រៀងគ្នាហើយពីរអ្នកប្តីប្រពន្ធក៏នាំគ្នាទៅដណ្ដឹងកូនស្ដេចសូមថ្វាយបង្គំព្រះករុណាជីវិតតម្កល់លើត្បូងល្អហើយលោកមហាសេដ្ឋីលោកម្រយើងមានកិច្ចការអ្វីដែរក្រាបទូលព្រះអង្គទូលបង្គំមកនេះមានសេចក្តីប្រាថ្នាចង់ផ្សារសាច់ផ្សារឈាមចងស្ពានមានមេត្រីស្ដីដណ្ដឹងព្រះរាជធីតាឲ្យកូនប្រុសទូលបង្គំសូមព្រះអង្គព្រះមេត្តាប្រោសប្រណីដល់កូនប្រុសទូលបង្គំផងក្រាបទូលមិនថ្វីទេលោកមហាសេដ្ឋីលោកក៏ទុកថាជាមនុស្សមានមុខមានមាត់មានបុណ្យស័ក្តិធំនៅក្នុងនគរនេះដែរហើយកូនប្រុសរបស់លោកក៏មានឋានៈស័ក្តិសមនឹងបុត្រីរបស់យើងក៏មិនប្រកាន់នឹងភ្ជាប់សាច់សាលោហិតជាមួយនឹងលោកមហាសេដ្ឋីឡើយជាព្រះមហាទីគុណណាស់ក្រាបទូលព្រះរាជាក៏យល់ព្រមលើកព្រះរាជបុត្រីមកឲ្យកូននាយសំពៅគិតគូរគ្នាការងារហើយជាស្រេចនាយសំពៅក៏វិលទៅផ្ទះវិញដល់ពេលយំកូនក្រមុំស្ដេចតាំងរៀបពូកកន្ទេលខ្នល់ខ្នើយដំណេងនិងរួមបវ័យនេះជាមួយដូចអ្នកពួងធម្មតាបងយ៉ែមព្រះស្វាមីរបស់ខ្ញុំនៅមិនទាន់ត្រឡប់មកវិញទេមែនទេព្រះម៉ែម្ចាស់ព្រះធីធបតីនៅមិនទាន់យាងមកទេព្រះម៉ែម្ចាស់ថ្ងៃនេះជាថ្ងៃរៀបអភិសេកព្រះអង្គគួរណាតែបញ្ញាប់យាងមកដំណាក់ព្រះនាងបែរជាទុកព្រះនាងនៅតែអង្គឯងបែបនេះអេណែឯងឈប់និយាយភ្លាមទៅឯងនេះមិននិយាយក៏គ្មានអ្នកណាថាឯងកោដែរអូយសូមរាជទានទោសព្រះនាងឯបុរសនោះជាមនុស្សល្ងងខ្លៅមិនគិតទៅដេកនឹងកូនក្រមុំស្ដាញ់បែរជាទៅដេកនៅឯជើងកំផែងវាំងឯនោះវិញណែចេញពីយាមទៅផឹកអត់វើយតោះឯចំប្រដប់ឆែបប៉ះស្អីនោះវើយ
ខ្មោចខ្មោចក្បាលឯងស្អីមនុស្សតើហេនេះក្លែងជាព្រះធីធបតីមិនចឹងមិនក៏ទ្រង់មកផ្ទុំនៅត្រង់នេះទៅវិញមិននឹងហើយលុះព្រឹកឡើងព្រះអង្គនោះដើរលេងលោលេងឈូសជាមួយនឹងកូនក្មេងគ្មានកាន់គំនិតសន្តាប់ជាកូនស្ដេចបន្តិចសោះល្ងងមួយថ្ងៃជាពីរថ្ងៃប៊ីទៅហើយចាំមើលខ្ញុំម្ដងមើលនេះទេចប់បាត់ទៅហើយព្រះធីធបតីមួយថ្ងៃគិតតែពីលេងជាមួយកូនក្មេងមិនខិតខំធ្វើរាជកិច្ចធ្វើខ្លួនមិនស័ក្តិសមជាស្ដេចធ្វើឲ្យអាប់អោនព្រះរាជវង្សឯងនិយាយស្អីឯងហ្នឹងហ៎មានរឿងចម្លែកបែបនេះត្រូវតែកត់ត្រាជាប្រវត្តិសាស្ត្រអញ្ចឹងហើយនិយាយពីព្រះរាជធីតាក៏ចេះតែរៀបកន្ទេលខ្នើយជារៀងរាល់ថ្ងៃពុំឃើញប្តីទៅផ្ទុំជាមួយសោះហើយព្រះនាងក៏ឲ្យនាងបម្រើទៅពិនិត្យមើលបងចែមបងទៅតាមមើលព្រះធីធបតីបន្តិចថ្ងៃនេះខ្ញុំត្រូវតែដឹងឲ្យបានថាព្រះអង្គយាងទៅណាព្រះម៉ែម្ចាស់នាងបម្រើព្រះនាងឃើញស្ដេចបរោះនោះដើរទៅដេកនៅជើងកំផែងវាំងហើយក៏យករឿងនេះទៅប្រាប់ដល់ព្រះរាជធីតានាងកូនក្រមុំស្ដេចដឹងហើយក៏នឹកខឹងនឹងបិតារបស់ព្រះនាងខ្ញុំមិនយល់ទេហេតុអីព្រះបិតាឲ្យខ្ញុំមានប្តីកិរិយាមិនច្រឡំនឹងគេបែបនេះខ្ញុំមិនសុខចិត្តទេព្រះនាងក៏ទទួលព្រះបិតាតាមដំណើររឿងស្ដេចបិតាកាលណាបើបានស្ដាប់ពាក្យកូនទូលសពគ្រប់ហើយក៏ខ្ញាល់ណាស់គិតក្នុងចិត្តថាចៅនេះបដិបត្តិកិរិយាយ៉ាងណាគួរតែពុំមែនជាពូជត្រកូលអ្នកខ្ពង់ខ្ពស់ឡើយគឺនេះសំពៅអាងតែខ្លួនមានសម្បត្តិទៅយកមនុស្សខ្ញុំគេមកទៅនឹងកូនអញដើម្បីនឹងមើលងាយបើដូច្នេះយើងនឹងមិនលើកលែងឲ្យពួកគេឡើយបិតាបុត្រមិនព្រមទេបិតាត្រូវតែរកយុត្តិធម៌ឲ្យបុត្រផងបុត្រកុំអារម្មណ៍អីទុករឿងនេះឲ្យបិតាដោះស្រាយស្ដេចក៏បានស៊ើបសួរទៅរកឃើញថាមិនមែនជាកូននាយសំពៅទេហើយបញ្ជាឲ្យសេនាយកកូនប្រសានិងនាយសំពៅទាំងប្តីប្រពន្ធទៅសម្លាប់ចោលឯទ្រព្យសម្បត្តិត្រូវរឹបអូសដាក់ព្រះរាជទ្រព្យទាំងអស់ពេលនោះសំណាងនឹងផលបានដឹងថាស្ដេចមុខជាយកទោសបរោះនោះឥឡូវនេះក៏គិតផិតភ័យនិងគិតជួយបែបណាឲ្យបរោះនេះរួចជីវិតធ្វើយ៉ាងម៉េចល្អទៅផលរបស់ខ្ញុំបានត្រឹមតែហូបឆ្អែតហើយសំណាងរបស់លោកបានជួយដល់ត្រឹមសោយរាជតែទ្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបានបើដូច្នេះយើងត្រូវតែទៅពឹងទេពប្រាជ្ញាព្រោះមានតែទ្រង់ទេដែលអាចជួយដល់បរិសុទ្ធនោះបានផលនិងសំណាងជំនុំគ្នាហើយក៏រត់ទៅពឹងប្រាជ្ញាឲ្យជួយខ្យល់អីបកអ្នកទាំងពីរមកដល់ទីនេះគឺថាណានៅអេះអញដល់ណាទៀតឆាប់និយាយមកបរោះគង្វាលគ្រប់បីដែលយើងទាំងពីរអ្នកបានជួយឲ្យសោយរាជទៅហើយតែឥឡូវស្ដេចបិតាក្មេងគិតយកទៅសម្លាប់ទើបពួកយើងនេះមកសុំប្រាជ្ញាទៅជួយរួចពីសេចក្តីស្លាប់ប្រាជ្ញាកាលណាបើបានឮសំណាងនឹងផលមកពឹងខ្លួនយ៉ាងដូចនេះក៏តបទៅវិញថាបើចង់ឲ្យខ្ញុំទៅជួយលុះត្រាតែលោកទេពសំណាងនឹងផលចោះចាញ់ហើយទុកប្រាជ្ញាខ្ញុំជាច្បងសំណាងជាកណ្ដាលផលជាប្អូនតើអ្នកទាំងពីរយល់ស្របនឹងលក្ខខណ្ឌនេះដែរទេស្រេចតែលបងសម្រាប់ទៅចោះពួកខ្ញុំមិនជំទាស់អ្វីឡើយទេពប្រាជ្ញាបានទៅជួយដល់បរោះនោះចៅនោះបានភ្ញាក់ស្មារតីដឹងខ្លួនហើយគិតក្នុងចិត្តថាអញបានធ្វើជាស្ដេចសោយរាជមិនគួរណាមកលេងជាមួយនឹងក្មេងបែបនេះសោះត្រូវតែកាន់សម្ដាប់ខ្លួនជាស្ដេចទៅបានបរោះនោះក៏ដើរទៅរកព្រះនាងជាមហេសីមួយរំពេចដោយប្រាជ្ញាវាងវៃដើរទៅត្រួតត្រាលើមនុស្សបើព្រាវទាំងប៉ុន្មាននាងកូនស្ដេចក៏នឹកឆ្ងល់
ស្វាមីខ្ញុំពីមុនតាំងពីអភិស័យរួចមកដើរដេកតាមជើងកំផែងវាំងបែបជាមនុស្សមិនដឹងខុសត្រូវតែឥឡូវដល់ពេលនេះក៏មើលទៅឃើញមានប្រាជ្ញាឆ្លៀវឆ្លាតរកអ្នកអាណាស្មើគ្មានព្រះនាងក៏សួរទៅស្វាមីរបស់ទ្រង់ព្រះស្វាមីប្រពងតាំងពីថ្ងៃដែលអភិស័យរួចមកហេតុអីក៏ព្រះអង្គទៅដើរផ្ទុំតាមជើងកំផែងវាំងមិនមកទីក្រឡាបន្ទុំយ៉ាងចឹងព្រះពរគ្រូបងផ្ដាំមកថាបើរៀបការប្រពន្ធថ្មីឲ្យសង្កេតមើលកិរិយាស្រីសិនថាបើត្រឹមត្រូវសឹមយកធ្វើជាប្រពន្ធបើមិនបានត្រឹមត្រូវទេយកធ្វើជាប្រពន្ធមិនបានហេតុនេះហើយបានជាបងសង្កេតមើលប្អូនសិនកិរិយាប្អូនឃើញថាត្រឹមត្រូវទើបបងបានមករកអូននៅពេលនេះព្រះនាងឮដូច្នេះក៏បានយករឿងនេះទៅទូលព្រះបិតាស្ដេចបិតាក៏បានពិនិត្យមើលឃើញថាមនុស្សនេះមានតម្រេះប្រាជ្ញានិងរកអ្នកឯណាស្មើគ្មានក៏លើកឲ្យឡើងសោយរាជទៅចំណែកឯទេផលនិងសំណាងក៏បានទទួលយកប្រាជ្ញាធ្វើជារៀមច្បងចាប់តាំងពីពេលនោះមកប្រាជ្ញានេះហើយគឺជាអាវុធដ៏មុតស្រួញដែលអាចទម្លុះនៅឧបសគ្គនានានិងដោះស្រាយបញ្ហានៅចំពោះមុខផលសំណាងពឹងលើចំណេះអ្នកប្រាជ្ញចេះពឹងលើគម្ពីរ